ស្នាដៃដែលខ្ញុំបង្ហាញថ្ងៃហ្នឹងអត់តន់ហើយទេតែខ្ញុំអាចនិយាយត្រួសខ្លះទៅទៅនឹងវាជាក់ស្ដែងយើងមានមនុស្សម្នាក់នៅទីនេះហើយមានរូបប្រាសាទហើយនឹងទេសភាពរបស់ស្រុកខ្មែរយើងហើយមានដំរីពីរគ្រូនេះមានឈ្មោះថាជាភាសាអង់គ្លេស I was here ហើយបកប្រែជាខ្មែរខ្ញុំធ្លាប់បាននៅទីនឹងគឺវានិយាយអំពីដែនដីសវណ្ណភូមិដែលខ្ញុំបានកើតហើយនឹងធំធាត់នៅទីនឹងខ្ញុំទទួលបានការ inspire យ៉ាងច្រើនពីដែនដីដែលខ្ញុំរស់នៅដូចជាតកតងទៅនឹងប្រាសាទបព្វធម៌អរិយធម៌អ្វីគ្រប់យ៉ាងហើយគំនូរបស់ខ្ញុំគូភាគច្រើនតកតងទៅនឹងរឿងនឹងទាំងអស់នឹងគឺបព្វធម៌នឹងហើយសាច់រឿងវិញតកតងគ្រួសារខ្ញុំភាគច្រើនឬក៏ខ្លួនឯងផ្ទាល់នឹងតែម្ដងហើយក្បាច់តូចនៅលើតួអង្គនេះគឺទទួលបានកំណត់ភាគច្រើនពីក្បាច់នៅតាមប្រាសាទរបស់ខ្មែរយើងជាទូទៅនឹងឯងខ្ញុំមិនហ៊ានរំពឹងខ្ពស់ខ្លាំងពេកទេប៉ុន្តែខ្ញុំមើលឃើញថាវិចិត្រករទាំងអស់ទាំង7នាក់គឺបានខំប្រឹងស្វែងធ្វើការបង្ហាញឬធ្វើការស្រង់សាច់រឿងសំខាន់ជាច្រើនមកបង្ហាញត្រៀមនឹងបង្ហាញហើយក្រុមការងាររបស់ Rosewood ហើយនឹងក្រុមការងាររបស់វិចិត្រសាលរបស់ខ្ញុំក៏បានព្យាយាមផ្សព្វផ្សាយព្យាយាមស្វាស្វែងត្រឹមត្រូវនឹងកម្មវិធីនឹងដែលខ្ញុំសង្ឃឹមថានឹងមានអ្នកចូលរួមច្រើនរឿងបន្ថែមពីនឹងខ្ញុំមានតែការសំណូមពរឲ្យប្រជាជនកម្ពុជាយើងស្រឡាញ់សិល្បៈឲ្យបានកាន់តែច្រើនព្រោះអីតាំងពីសម័យណាសម័យណីមកខ្មែរយើងបន្សល់ទុកនៅប្រាសាទបន្សល់ទុកនៅរបស់ពីបរមបុរាណមកគឺវិចិត្រករនឹងឯងជាអ្នកបង្កើត